ธรรมทมโดยก่อสลาแกสตูดิโอรมณียฐานหนึ่งสตูดิโอวัปทธรรมจิตสหการอุปธรรมโดยภาษาซอฟแอนลักภาษา$1ตัวสกอลชื่อเพลกาโดยกระทรวงปรมีนก้มตรโดยกระทรวงวัปทหนึ่งวิจัยศิลปะសូមគោរពជំរាបសួរអាយដាមលោកជំទាវលោកអ្នកលោកស្រីនាងកញ្ញាព្រមទាំង fan ដែលកំពុងតែតាមដាននៅកម្មវិធីគូព្រេងព្រឹត្តជាទីគោរពស្រឡាញ់កម្មវិធីគូព្រេងព្រឹត្តគឺជាកម្មវិធីលើកកម្ពស់សុភមង្គលគ្រួសារហើយគឺជាពិសេសគឺរវាងស្វាមីនិងភរិយាតែម្ដងកម្មវិធីនេះនាំមកជូនដោយផលិតកម្មចម្រៀងដាវីត្រាសហការជាមួយនឹង Studio Koslaka Studio គឺជា Studio វប្បធម៌និងធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់ពេលនេះកម្មវិធីសូមណែនាំគូស្វាមីភរិយាមួយគូបងប្រុសគឺជាមន្ត្រីរាជការចំណែកឯបងស្រីគឺជាអាជីវករឥឡូវនេះកម្មវិធីសូមណែនាំជូនតែម្ដងសូមជម្រាបសួរបងបាទសូមជម្រាបសួរបងបាទចង់ដឹងថាហេតុអីបងសម្រេចចិត្តថាពាក់អាវនេះនៅក្នុងថ្ងៃនេះនៅក្នុងកម្មវិធីមួយនេះបានជាថ្ងៃហ្នឹងខ្ញុំសម្រេចចិត្តថាឆ្លៀកសម្លៀកបំពាក់ប្រថោងតោងស្បែកនាងនេះអញ្ចឹងក្នុងអត្ថន័យមួយនៅក្នុងចិត្តគិតថាគាត់គឺជាវីរៈបុរសគឺជាមេតបមួយចំពោះខ្ញុំអញ្ចឹងទោះបីគាត់ខ្លាំងគាត់ប្រកែគាត់ឆ្លាតប៉ុណ្ណាក៏ដោយតែគាត់ត្រូវតែតោងស្បែកនាងនេះតោងស្បែកហ្នឹងបានក្តីថាត្រូវតែស្ដាប់ត្រូវតែតាមដែរគាត់ជាមនុស្សប្រកែតែគាត់ត្រូវតែស្ដាប់ត្រូវតែតាមដែរស្វាមីត្រូវតាមចាត្រូវទៅតាមដែរទោះបីថាគាត់ប្រកែប៉ុណ្ណាក៏ដោយគាត់ត្រូវតាមប្រពន្ធគាត់ត្រូវតាមប្រពន្ធស្ដាប់ប្រពន្ធចាគឺចង់បញ្ជាក់ថាបងឯងត្រូវតាមអូនចាបងឯងត្រូវតោងស្បែកអូនចាបាទចង់ដឹងពីប្រវត្តិស្នេហារបស់បងតិចបងរៀបការដោយខ្លួនឯងឬក៏ឪពុកម្ដាយជាអ្នករៀបចំឲ្យគ្រួសារខ្ញុំគឺជាគ្រួសារជាងចម្លាក់អញ្ចឹងពាក់ព័ន្ធជាមួយទីតាំងផ្ទះខ្ញុំគឺកន្លែងស្លកន្លែងកិនផែដើម្បីឲ្យគេយកធ្វើជាសិលឹកយកទៅតម្លើងជារូបផ្សេងហើយចំណែកខាងគ្រួសារខ្ញុំក្រុមគ្រួសារគាត់មានផ្ទះសម្រាប់លក់គ្រឿងអនុស្សាវរីយ៍ហ្នឹងបើកហាងអញ្ចឹងដើម្បីបានផលិតផលរបស់គាត់ត្រូវយកប្រាក់យកមកស្លផ្ទះខ្ញុំម្ដាយគាត់យកមកស្លមកអីចឹងទៅក៏គាត់នាំគ្រួសារអញ្ចឹងមកដែរអត់បានជួបគ្នាតែខ្ញុំអត់នៅផ្ទះខ្ញុំទៅរៀនទៅអីចឹងជំនាន់ហ្នឹងនៅក្មេងៗក៏ប៉ុន្តែម្ដាយខ្ញុំឪពុកខ្ញុំគាត់តាំងឃើញកូនគេមួយស្អាតចេះចុះអីចឹងទៅហើយបងប្អូនគេសរសើរអីចឹងទៅថាស្អាតទៅអីចឹងទៅហើយខ្ញុំស្អាតទៅលើឪពុកម្ដាយពេញចិត្តណាទៅតាមគាត់អញ្ចឹងពេលដែលចាស់គាត់ផ្សំគុំទៅយើងក៏បានយល់ព្រមព្រៀងតាមឪពុកម្ដាយនិយាយរួមខាងគាត់ក៏គោរពតាមឪពុកម្ដាយខាងខ្ញុំក៏គោរពតាមឪពុកម្ដាយជំរាបថាមង្គលការរបស់បងទាំងពីរកាត់ឡើងដោយសារឪពុកម្ដាយទាំងសងខាងជាអ្នកផ្សំគុំបាទគាត់100%ជាអ្នកសម្រេចហ្មងឬក៏យើងចូលរួមក្នុងការសម្រេចជាមួយឪពុកម្ដាយទាំងសងខាងដែរខ្លួនខ្ញុំហាក់បីដូចជាមិនទាន់ចង់បានគ្រួសារទេហើយខាងគាត់ប្រហែលជាអញ្ចឹងដែរអត់ទាន់ថាចង់គិតគូរនឹកនេះរឿងគ្រួសារទេក៏ប៉ុន្តែពេលឪពុកម្ដាយគាត់ផ្ចង់ផ្ដើមផ្សំគុំហើយក៏តាមគាត់ទៅអញ្ចឹងណាពេលហ្នឹងអាយុប៉ុន្មានបងប្អូនអាយុខ្ញុំកាលហ្នឹងដូចជាអាយុ25ឆ្នាំចឹងនៅពេលដែលឪពុកម្ដាយគាត់មើលឃើញបងស្រីគាត់សួរយោបល់ទេបងឯងសួរយោបល់ដែរបាទសួរយោបល់ដែរប៉ុន្តែបងឃើញទេពេលដែលគាត់សួរយោបល់បងឃើញបងស្រីទេបាទពេលដែលក្រោយមកបានឃើញបាទបើសិនមិនពេញចិត្តក៏មិនការដែរមែនទេបងបាទមិនពេញចិត្តក៏មិនការដែរមកវិញពេញចិត្តមើលមុខបងស្រីដូចប្រហែលមុខដូចជាស្តៀងទៅនឹងអតីតកញ្ញាឯកសង្ក្រានឈ្មោះកុសមៈសានកុសមៈឯលោកសានកុសមៈហ្នឹងកូនរបស់ខ្ញុំកូនស្រីរបស់ខ្ញុំចាចាំមើលទៅដូចទាំងរូបរាងមុខអីមើលទៅគឺដូចអស់ម្ដងថ្ងៃនេះបងបានប្រហែលឆ្នាំហើយរៀបការគិតមកដល់ពេលនេះដូចជា33ឆ្នាំហើយមានបុត្រាមានបុត្រា2នាក់បុត្រីម្នាក់បានតែ3នាក់កុសមៈហ្នឹងកូនបាទកូនប្រុស2កូនស្រី1ហើយកុសមៈហ្នឹងគាត់កូនកណ្ដាលបាទ33ឆ្នាំនេះ
ខ្ញុំចង់ដឹងពីបទពិសោធន៍ដែលកើតឡើងទៅលើគ្រួសាររបស់បងទាំងទំនាក់ទំនងជីវិតស្នេហាក៏ដូចជាជីវិតអាជីវកម្មនៅក្នុងគ្រួសាររបស់បងមានបទពិសោធន៍ណាខ្លះដែលបងអាចចែករំលែកបានពាក់ព័ន្ធជាមួយការរស់នៅជាមួយគ្នានេះភាគច្រើនមានការយល់ច្រឡំគ្នាខឹងគ្នាដោយសារការយល់ច្រឡំវាមានប្រហែលជា 70% ពាក់ព័ន្ធជាមួយកំហុសហ្នឹងក៏វា 30% តិចតួចទេបាទគ្រាន់តែថាការងារផ្សេងកន្លងមកដោយសារយើងមានចំនួនយល់ច្រឡំខ្លះអីខ្លះមានការខឹងគ្នាខ្លះក៏ប៉ុន្តែយើងត្រូវរកដំណោះស្រាយធ្វើម៉េចដើម្បីកុំឲ្យដៃគូយើងគឺថាបាក់បែកគ្នាអញ្ចឹងណាឈានទៅដល់បាក់បែកគ្នាបងអាចលើកជាឧទាហរណ៍ចំនៅការយល់ច្រឡំរបស់បងស្រីមកលើបងតើយល់ច្រឡំទៅលើអីខ្លះភាគច្រើនយល់ច្រឡំរឿងទួយទេតែខ្ញុំនឹងពង្រីកឲ្យទៅជាធំបាទពង្រីកឲ្យទៅជាធំដូចថាតាំងពីត្រឹមចូលតដឹងគឺជួបគ្នាចូលតដឹងកាលណាគឺគាត់អត់ដែរកាត់កញ្ចក់ដៃខ្លួនឯងទេបន្ទាប់ពីចូលតដឹងប្រហែលជា 2-3 ថ្ងៃឬមួយអាទិត្យក្រោយមកដេញខាងប្រុសខាងស្រីអាចស្គាល់គ្នាបានហ្នឹងគឺខ្ញុំត្រូវចាប់ដៃគាត់កាត់កញ្ចក់តាំងពីមុនការជំនាន់ហ្នឹងជាងកាត់សក់អត់ទាន់មានអ្នកកាត់កញ្ចក់កាត់អីទេគាត់កាត់ដូចថាកាត់តាមជាងកាត់សក់គឺកាត់តែសក់កន្លែងកាត់កញ្ចក់គឺកាត់កញ្ចក់មានតែមនុស្សស្រីកាត់កញ្ចក់ពេលខ្ញុំកាត់ដូចថាយូរឆ្នាំទៅប្រទេសកាន់តែអភិវឌ្ឍទៅមានហាងកាត់សក់មានហាងកាត់កញ្ចក់តែខ្ញុំនឹងអត់ដែលដឹងថានៅក្នុងហាងកាត់សក់ហ្នឹងមានហាងកាត់កញ្ចក់ទេអូខេចាដល់ពេលអញ្ចឹងទៅស្រាប់តែដល់ពេលដងថ្ងៃកាត់កញ្ចក់ខ្ញុំទាញដៃមកកញ្ចក់ស្អាតស្រាប់អូចាដល់តែកញ្ចក់ស្អាតស្រាប់ខ្ញុំសួរថាបងឯងឲ្យអ្នកណាគេកាត់កញ្ចក់ស្អាតស្រាប់បងទៅកាត់សក់ហ្នឹងហើយកន្លែងជាងកាត់សក់ហ្នឹងគេថាកាត់កញ្ចក់កាត់អីឲ្យហើយទម្ងន់ទៅជាងកាត់សក់ហ្នឹងគេថាអញ្ចឹងណាហើយដល់អញ្ចឹងបងគិតថាមើលឲ្យគេកាត់ម្ដងមើលជាងហ្នឹងឲ្យគេកាត់ម្ដងមើលអញ្ចឹងណាហើយខ្ញុំហ្នឹងគាត់និយាយប្រាប់ខ្ញុំអត់ជឿទេខ្ញុំថាសិតតែហេតុផលនិយាយដើម្បីឲ្យខ្ញុំជឿអញ្ចឹងខ្ញុំយករឿងហ្នឹងមកវិភាគពេលដែលគេកាត់កញ្ចក់ឲ្យវាមានហេតុផលមិនអីមិនវែងឆ្ងាយកាន់ដៃមិនគ្នាចាគេកាន់ដៃគ្នាមិនអីមិនឆេះអញ្ចឹងកំហឹងនៅក្នុងខ្លួនហ្នឹងកើតឡើងអូចាយើងហ្នឹងតាំងចិត្តខឹងក៏ប៉ុន្តែមិនញ៉ៃញ៉ៃឯងកាត់ទុកមួយបងចង់ដឹងបងប្រុសសុកធរដងប្រពន្ធអ្នកកាត់ឲ្យថ្ងៃហ្នឹងមិនបានទៅឲ្យគេកាត់ឲ្យដោយសារគាត់រវល់ជួនកាលគាត់រវល់គាត់អីចឹងណាហើយយើងទៅកាត់ក៏ឃើញគេកាត់សក់ទៅឃើញគេកាត់កញ្ចក់ចឹងហើយយល់ច្រឡំមានច្រើនរំអស់តែខ្ញុំគ្រាន់តែឧទាហរណ៍មួយទៀតពាក់ព័ន្ធជាមួយការធ្វើដំណើរទៅណាឧបមាថាគាត់ទៅផ្សារចូលផ្សារហើយខ្ញុំជូនគាត់ទៅចាំកន្លែងណាមួយចឹងណាណាត់គ្នាទៅចាំទៅនេះមួយចឹងទៅស្រាប់ទីបំផុតគាត់គំឃើញខ្ញុំគឺគំឃើញគាត់ចឹងណាដូចថាខ្វៀងគ្នាធ្វើឲ្យខ្វៀងគ្នារត់គ្នាអត់ឃើញតែទៅថាចាំនៅទីនេះហើយដល់ពេលគាត់អត់មកទៅហ្នឹងទៅតាណាទៅណីអីចឹងណាហើយយើងរកគាត់មិនឃើញចេះតែជីកខ្វែលេអីចឹងទៅជឹកជ្រោះគ្នារហូតដល់ហើយបង្កើតជាការខឹងបាទថាអញ្ចឹងក៏បានជារឿងខឹងបានជារឿងខឹងសិតតែរឿងខឹងអត់បានការងាកខឹងនេះងាកខឹងនោះហើយចូលចិត្តមើលសភៅរឿងមើលអីរឿងច្រើនណាស់ដល់អញ្ចឹងខ្លួនយើងនឹងផ្ដោតមโนសញ្ចេតនាថាខ្លួនយើងនឹងជាតួឯកម្នាក់នៅក្នុងសភៅរឿងហ្នឹងពេលដែលយើងរៀបការហើយចូលតួយើងគិតអញ្ចឹងយើងចូលតួថាពេលថ្ងៃណាដែលយើងរៀបការគឺយើងជាតួឯស្រីម្នាក់នៅក្នុងសភៅរឿងហ្នឹងស្នេហាអើយយំហើយប្រលឹងអូនស្ដាប់ចំរៀងរាត្រីស្ងាត់ឈឹងប្រលឹងបងច្រៀងបំពេថ្លើមថ្លៃ
ដា ស្នេហាអើយយំហើយប្រលឹងអូនស្ដាប់ចំរៀងរាត្រីស្ងាត់ឈឹងប្រលឹងបងច្រៀងបំពេថ្លើមថ្លៃបំពេអូនភាំងអើយភាំងស្រង់មិនដែលស្រពូនមានតែរូបអូនដែលគំចិនដាឧបត្ថម្ភធំដោយកោះស្លាកែតស្ទីឌីយោរមណីយដ្ឋាននិងស្ទីឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈគូព្រេងបងអើយរូបអូននេះហើយព្រំលិខិតបានចាយើងការហៅមួយគាត់យើងអត់ដែលដឹងថាគាត់នឹងកាលពីកន្លោះយ៉ាងម៉េចអីយ៉ាងម៉េចយ៉ាងម៉េចទេម្ដាយរៀបចំការឲ្យគិតថាម្ដាយគាត់ចេះមើលមនុស្សល្អឲ្យយើងហើយអញ្ចឹងណាពេលដែលអស់ភារកិច្ចម្ដាយគឺមានតែប្តីយើងនឹងហើយដែលមើលថែយើងហើយក្នុងការមើលថែនឹងទៀតគិតថាយើងនឹងជាតួឯកសម្រាប់ប្តីមើលថែនឹងដល់ទៅពេលជីវិតមែនតើវាអត់ដូចតួអត់ដូចក្នុងសភៅរឿងហ្នឹងងាកខឹងហើយដល់ទៅពេលខឹងច្រើនរឿងពេកទៅគាត់អត់តមកយើងទេខឹងមែនតែគោរពប្រតិបត្តិចាប់ការងារអញ្ចឹងអង្គុយមើលទទួលអញ្ចឹងមិនឲ្យដៃទំនេរឆ្លៀតច្បាច់ជើងឲ្យប្តីហើយយកអាពាក្យខឹងហ្នឹងយកមកនិយាយច្បាច់អញ្ចឹងនិយាយបដាអញ្ចឹងទៅនិយាយដើម្បីឲ្យគាត់កែឲ្យចង់ទាញគាត់ឲ្យដូចក្នុងសភៅរឿងអញ្ចឹងទាញចិត្តគាត់ណាដើម្បីឲ្យវាស៊ីចង្វាក់មួយយើងគិតអញ្ចឹងយើងនៅក្មេងហ៎រឿងស្នេហាមនុស្សចេតនាអីអញ្ចឹងទៅណាស្នេហាផ្អែកត្រជាក់អីអញ្ចឹងដូចថាចង់ដើរទៅណាអញ្ចឹងឲ្យតួប្រុសកុំទៅចោលយើងមុនដូចថាឥឡូវយើងត្រូវទៅជួបណាត់អ្នកណាម្នាក់អញ្ចឹងហើយចុះពីលើឡានអញ្ចឹងកុំដើររយទៅចោលយើងឲ្យនៅដឹកដៃចាំយើងទៅសិនអញ្ចឹងណានៅក្នុងរឿងគឺគាត់ឈប់ឡានពុកចាឈប់ឡានពុកតួប្រុសបើកទ្វារចាបើកទ្វារចាហើយថៃខែល្អមករត់មកបើកទ្វារឲ្យយើងបិទទ្វារត្រូវកាន់ដៃយើងទៅហើយយើងហ្នឹងគឺយើងចង់សម័យអញ្ចឹងចាចង់សម័យអញ្ចឹងយើងគិតអញ្ចឹងដូចថាមានការតាណាគាត់ថ្នាក់ថ្នមដែរតែការថ្នាក់ហ្នឹងវាមានដូចថាពេលខ្លះមិនថ្នាក់ដល់ដល់ពេលមិនថ្នាក់ហ្នឹងខ្លួនយើងហ្នឹងគិតភ្លាមគិតទៀតទេប្រហែលជាលេងឆ្លាញ់យើង10បានលើកហ្នឹងអត់កាន់ដៃយើងអញ្ចឹងដូចវាចេះតាដូចថានៅក្មេងពេកយើងអត់ដែលស្គាល់គាត់ពីកន្លោះទេអញ្ចឹងពេលគាត់មកធ្វើគូយើងហ្នឹងយើងឆ្លាញ់យើងគោរពមែនតែយើងចាំមើលរាល់ទាំងជំហានគាត់
យើងអាចសាច់គប់គាត់បានដល់កម្រិតណាដូចថាគាត់មនុស្សល្អដល់កម្រិតណាចាំពិសោធន៍ចាំមើលខ្ញុំហ្នឹងភាកច្រើនការរកស៊ីតំណាក់តំណងភ្ញៀវគឺទាំងពីរនាក់បានទៅរួចជួបតែម្នាក់ក៏អត់ស្រាច់គឺរាល់ដងជួបម្នាក់អត់ស្រាច់ទេអញ្ចឹងត្រូវជួបទាំងពីរហើយដល់ទៅពេលគាត់បញ្ញាប់អារម្មណ៍គាត់បញ្ញាប់គាត់គ្រាន់តែចុះពីឡានភ្លាមគាត់វឹងទៅចោលយើងគិតទៀត ចាវឹងទៅចោលយើងគិតទៀតយើងគិតថាប្រហែលជាលែងស្រឡាញ់យើងហើយបានអញ្ចឹងព្រោះរាល់ដងគាត់មិនអញ្ចឹងផងហើយដល់ទៅពេលរួចតែពីខឹងអញ្ចឹងទៅឃើញសកម្មភាពប្តីយកមកពិចារណាប្តីល្អម្ដងឃើញប្តីចុះយើងមួយថ្ងៃខឹងប្តីអីខឹងម៉េះមានការមានអសន្នអីប្តីអាការងារធំយើងធ្វើអត់កាត់ប្តីការងារអីប្តីអញ្ចឹងណាអាហ្នឹងរយៈពេលហ្នឹងប្រហែលជាការបាន 2-3 ឆ្នាំអីហើយចាយូរទៅយកមកពិចារណាទៅសិតតែរឿងអត់ប្រយោជន៍ខឹងសិតតែរឿងអត់ប្រយោជន៍អញ្ចឹងណាក៏ចេះតែកែខ្លួនឯងហ្នឹង ឥឡូវនេះគឺលែងសូវខឹងហើយលែងគិតពិចារណាលែងវិភាគហើយលែងវិភាគសម្រាប់បងប្រុសវិញនៅពេលដែលបងស្រីជាភរិយាហ្នឹងតែគាត់ងាកវិភាគហ្នឹងពេលហ្នឹងអារម្មណ៍បងយ៉ាងម៉េចខ្លះដែរអារម្មណ៍ពេលដែលគាត់ងាកខឹងអញ្ចឹងយើងក្នុងចិត្តយើងក៏ពិបាកទទួលយកដែរអញ្ចឹងណាហើយជួនកាលគាត់ខុសហើយគាត់ខឹងយើងទោះបីថាដឹងថាយើងត្រូវក៏ដោយក៏យើងទុកពេលឲ្យគាត់ជួនកាលគាត់ខឹងមកតោងអញ្ចឹងទៅមកទទួលក្រោយគាត់ស្រួលគាត់នឹកឃើញមកវិញអញ្ចឹងណាអញ្ចឹងបើសិនជាខ្ញុំខឹងតើបានផលប្រយោជន៍អីវាបានតាគេងបាយក្នុងដាក់គ្នាឬក៏តិចគេងបាយបន្ទប់គ្នាឲ្យហ្មងត្រូវគ្នាវិញក៏ចូលប្រើពេលវេលាយូរដែរអញ្ចឹងយើងយកមកគិតទៅយើងឃើញសកម្មភាពដែលគាត់នៅមួយយើងរាល់ថ្ងៃគឺយកចិត្តទុកដាក់មួយយើងឧបមាថាពេលល្ងាចតែតែច្បាច់ដៃច្បាច់ជើងមុនគេអញ្ចឹងណាការប្រើប្រាស់អ្វីៗក្នុងផ្ទះឧបមាថាខ្ញុំចង់យកស្អីមួយអញ្ចឹងគាត់មិនដែលឲ្យខ្ញុំងើបមុនទេគាត់ហក់ទៅយកយើងអញ្ចឹងណាអត់ឲ្យយើងពិបាក ខ្ញុំបានស្ដាប់នៅពេលដែលបងជាភរិយាដូចថាវិភាគច្រើនពេកអារម្មណ៍ក៏ពិបាកទទួលយកដែរគាត់ថាដោយសារទង្វើរបស់បងចំណុចល្អរបស់បងស្អីច្រើនគាត់វិភាគមែនខឹងមែនប៉ុន្តែគាត់ថាច្បាច់ដៃបាច់ជើងឬក៏ការងារផ្សេងហ្នឹងគឺបប្រតិបត្តិជាប់រហូតហ្មងខ្ញុំគ្រាន់តែប្រាប់ថាបងឯងល្អអីគេហៅស្អីគ្រប់10ហើយគ្រាន់តែនិយាយប៉ុណ្ណឹងទេអត់និយាយថាល្អនេះល្អនោះអត់ដែរនិយាយទាំងអស់ពាក្យស្រឡាញ់អីក៏មិនដែរនិយាយដែរអត់ដែរនិយាយអញ្ចឹងបើគិតទៅថាជាកំហុសរបស់យើងដែរឬក៏យ៉ាងម៉េចអាចំណុចហ្នឹងមិនមែនថាត្រឹមខ្ញុំទេអ្នកផ្សេងខ្ញុំមើលទៅក៏ដូចតែគ្នាហាក់បីដូចជាជីវិតគូនឹងមិនបានផ្ដល់នៅអាចកំបាំងតខ្លួនគ្នាទៅវិញទៅមកច្រើនតម្លាក់ទៅលាក់មកអញ្ចឹងណាដូចថាអញ្ចឹងបានខ្ញុំគិតថាកម្មវិធីគូព្រេងព្រឹត្តនេះគឺថាជាកម្មវិធីល្អដើម្បីឲ្យគូជីវិតហ្នឹងអាចប្រាប់ពីអាចកំបាំងគ្នាទៅវិញទៅមកសម្រាប់ទុកជាបទពិសោធន៍ទៅដល់ក្មួយបងប្អូនជំនាន់ក្រោយឲ្យដឹងការរស់នៅជាមួយគ្នានិយាយរួមបើសិនជានាំគ្នាចាញ់ទាំងអស់គ្នាគឺការងាររស់នៅមួយគ្នាបានសុខហើយឬក៏បើឲ្យម្នាក់ឈ្នះម្នាក់ទៀតសុខចិត្តចាញ់ចុះដូចខ្ញុំអញ្ចឹងខ្ញុំសុខចិត្តចាញ់គាត់ច្រើនតែតែពេលនេះដែលខ្ញុំប្រាប់គាត់ថាកន្លងមកដែលរស់នៅមួយគ្នាគាត់ប្រតិបត្តិយើងបានល្អសពគ្រប់ទាំងអស់សំបីតាពុកម្ដាយខ្ញុំឈឺគាត់ថាយកចិត្តទុកដាក់មើលថែអីជាងឪពុកម្ដាយខ្លួនឯងគាត់យកចិត្តទុកដាក់អញ្ចឹងធ្វើឲ្យក្នុងខ្លួនយើងកក់ក្ដៅតែយើងមិនដែរនិយាយអីប្រាប់គាត់ទេលើទៅប្រាប់ពេលនេះថាគាត់បានមើលថែខ្ញុំឲ្យក្រុមគ្រួសារខ្ញុំបានល្អ
ត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គូព្រេងបងអើយរូបអូននេះហើយព្រំលិខិតបានចា តើបងអត់ដែលនិយាយប្រាប់អំពីចំណុចល្អណាខ្លះតើសើនៅខាងមុខគឺបងអត់ដែលទេមិនអញ្ចឹងហីបើសិនជាបងត្រឡប់ទៅក្រោយពេញទើបនឹងរៀបការតើពាក្យដែលបងតើសើនឹងបងគូប្រើនៅពេលណាខ្លះ បើសិនជាត្រឡប់បកក្រោយពេលដែលគ្រួសារយើងគាត់ធ្វើអំពើល្អផ្សេងផ្សេងអញ្ចឹងយើងគួរប្រាប់ពេលដែលយើងដូចថានៅស្ងប់ស្ងាត់ឬក៏មុនចូលគេអញ្ចឹងប្រាប់អំពើល្អទៅឲ្យគ្នាទៅអនឯងធ្វើនេះល្អធ្វើនោះល្អអនឯងបានប្រតិបត្តិបងបានល្អអញ្ចឹងណាដើម្បីឲ្យប្រពន្ធគាត់មានទឹកចិត្តតែយើងអត់បានប្រាប់ទេគាត់នៅតែមួម៉ៅខឹងដូចថាអត់ដឹងថាយើងស្គាល់អំពើល្អរបស់គាត់អញ្ចឹងណាហើយសម័យខ្លួនខាងយើងហ្នឹងក៏យើងត្រូវយកចិត្តទុកដាក់មើលថែរក្សាក្រុមគ្រួសារឲ្យបានល្អដែរដើម្បីឲ្យវាដូចថាផ្សំគុំគ្នាម្នាក់នៅផ្ទះម្នាក់ទៅរកក្រៅយកមកផ្សំគ្នាហើយផ្ដល់នៅអំពើល្អឲ្យគ្នាទៅវិញទៅមកកុំគិតថាយើងអាំងតែយើងជាប្តីរលុយមកយកមកឲ្យប្រពន្ធហើយក៏ប៉ុន្តែអាំងតែយើងអ្នករលុយប្រើពាក្យគំរោះគំរើយបោះបោកដាក់ប្រពន្ធមើងងាយប្រពន្ធទុកប្រពន្ធដោយអ្នកជាអ្នកបម្រើអីអត់ត្រូវទេដូចពាក្យចាស់ថាស្រីវិលជាក្រានមិនជុំតាមពិតពាក្យហ្នឹងពាក្យល្អអញ្ចឹងបើយើងយកមកវិភាគខ្លីឃើញថាស្ត្រីអត់បានផលប្រយោជន៍អីទេធ្វើអីក៏អត់កើតដែរព្រោះនៅទាំងចង្ក្រានក៏ប៉ុន្តែបើយើងវិភាគឲ្យដល់មកពីគ្នាវិលមិនជុំដោយសារត្រូវការហូបចុកហើយចំពោះស្ត្រីគាត់មិនមែនថានៅតែចង្ក្រានទេអាចផ្ដល់ជាយោបល់ល្អដល់យើងច្រើនគាត់នៅតែផ្ទះមែនក៏ប៉ុន្តែពេលណាយើងមានអារម្មណ៍តានតឹងឬក៏ stress អីមួយនិយាយប្រាប់គាត់និយាយតែពីរបីម៉ាត់ភ្លឺមកជាក្រុមគ្រួសាររបស់យើងអញ្ចឹងយើងឲ្យតម្លៃស្មើគ្នាសម្រាប់បងស្រីវិញទង្វើរបស់បងប្រុសបង្ហាញអំពីក្តីស្រឡាញ់ហ្នឹងច្រើនមានច្រើនមិនអញ្ចឹងប៉ុន្តែត្រង់តែពាក្យសម្ដីអត់បាននិយាយតែសម្រាប់បងវិញគិតថាការដែលនិយាយហ្នឹងវាសំខាន់ប៉ុណ្ណាទៅសម្រាប់បងដោយក្នុងចិត្តគិតថាវាសំខាន់វាត្រូវការអានឹងមួយទៀតវាត្រូវការអញ្ជើញអាផ្អែមម្ល៉េះដូចថាឃើញយើងធ្វើអីឃើញយើងតែងខ្លួនស្អាតអញ្ចឹងត្រូវការអូនឯងថ្ងៃនេះតែងខ្លួនស្អាតម៉េចអញ្ចឹងណាត្រូវការប្រាប់អូនឯងថ្ងៃនេះតែងខ្លួនស្អាតម៉េច ចឹងសម្រាប់បងទោះបីជាកាយវិការទង្វើភាពស្មោះត្រង់មានប៉ុណ្ណាក៏ដោយក៏ប៉ុន្តែបើសិនជាខ្វះនៅពាក្យសម្ដីផ្អែមល្ហែមពាក្យសរសើរពាក្យថាស្រឡាញ់ហ្នឹងគឺសម្រាប់បងគឺនៅតែសង្ស័យរហូតបងយើងអាយុកាន់តែច្រើនទៅយើងចេះគិតវិចារណាយើងចេះតែមើលទៅយើងដឹងថាអ្នកខ្លះគាត់ចេះល្អគាត់ចេះថ្នាក់ថ្នមគាត់ចេះបញ្ចូលប្រពន្ធតែពេលកបាំងគាត់ទៅគៀកកជាមួយអ្នកផ្សេងអញ្ចឹងណាហេតុដល់ទៅពេលប្តីយើងគាត់អត់សរសើរក៏អត់អីតែក៏អត់ដែរឲ្យយើងខ្វល់ថាយើងទៅហាមឃាត់ជាមួយអ្នកណាជាមួយអ្នកណីយើងយូរទៅយើងពិចារណាណាអត់មានឃើញអីហើយទោះបីកាពេលខឹងនឹងប៉ុណ្ណាក៏ដោយម្ដាយពេលការឲ្យម្ដាយប្រាប់ថាកូនត្រូវគោរពស្រឡាញ់ប្តីស្មោះត្រង់ឲ្យអស់លទ្ធភាពបើសិនជាមានបញ្ហាអីណាមួយយើងអត់មានវិបដិសារីហើយគាត់មើលទៅទោះទៅហើយគាត់សដោកជើងអញ្ចឹងទៅយើងម៉ាស្សាបាតជើងបដាមើលទៅទោះប្តីដាក់ប៉ោះអីមើលប៉ោះហ្នឹង ចង់ដឹងបងថាហេតុអីក៏បងជ្រើសយកម៉ាស្សាបាតជើងម៉ាស្សាជើងឲ្យបងប្អូនដោយសារបងប្អូនមានបញ្ហាចុកជើងឬក៏យ៉ាងម៉េចជាយុទ្ធសាស្ត្រទេចាជាយុទ្ធសាស្ត្រទេអត់បងអត់មានចុកជើងទេគាត់អត់មានចុកជើងទេហើយគាត់ក៏អត់ដែរហៅយើងថាអូនណាមកច្បាច់ជើងឲ្យបងសុំបីតែម្ដងជាយុទ្ធសាស្ត្រចាតែយុទ្ធសាស្ត្រទេដើម្បីចងប្តីតាក់ទឹកចិត្តអញ្ចឹងហើយចង់អាប់ដេតប្តីហ្នឹងឲ្យទៅជាមនុស្សដែល100លើ100ចឹងហេតុអីក៏បងចាជ្រើសយកវិធីម៉ាស្សាព្រោះដោយសារយុទ្ធសាស្ត្រវាមានច្រើនរាប់មិនអស់តែហេតុអីបងយកអីយុទ្ធសាស្ត្រម៉ាស្សាបាត់ជើងម៉ាស្សាជើងនឹងឲ្យគឺទំលៀមទម្លាប់មុនសម្រាប់អញ្ចឹងយើងច្បាច់ជើងច្បាច់អីអញ្ចឹងទៅពេលច្បាច់ទៅគាត់ស្រួលគាត់គេងលក់
ចឹងណាហើយដល់ទៅពេលភ្ញាក់ឡើងត្រូវភ្ញាក់ឲ្យមុនខ្ញុំទៅលុកមុខដោះថ្មិញទៅខ្ញុំដាក់ថ្នាំដោះថ្មិញខ្ញុំគិតថាចេះពេលដែលណាដែលខ្ញុំដាក់ខ្ញុំបើកថ្នាំដោះថ្មិញណាពេលខ្ញុំបើកថ្នាំដោះថ្មិញច្បាច់ខ្ញុំត្រូវច្បាច់ឲ្យគាត់ទៅហើយកុំឲ្យគាត់ពិបាកគាត់ចាប់ដើមភ្ញាក់យើងចាប់តសៃចាប់ខ្នងគាត់គេងកាប់អីចឹងឲ្យយើងចាប់ច្បាច់អីចឹងបានទៅធ្វើការខាត់ស្បែកជើងដាក់ស្រោមជើងអីហើយទាំងអស់មកកាផ្លេរាប់ឆ្នាំនៅតែទោះបីនឿយរវល់រទទួលទាននៅផ្ទះខ្លួនឯងនឹងផងមើលកូនផងអីតែទង្វើអស់ទាំងនឹងអត់ហត់ទោះបីហត់តែសប្បាយចិត្តនឹងធ្វើសម្រាប់បងជាស្វាមីវិញតើនៅពេលដែលបងស្រីយកយុទ្ធសាស្ត្រម៉ាសាជើងម៉ាសាបាត់ជើងឲ្យបងគិតថាយុទ្ធសាស្ត្រមួយនឹងចងជើងបងចងបងជាប់បានអាចចងជាប់ដែរព្រោះអីនេះជាដូចថាភាពយកចិត្តទុកដាក់ដល់ប្តីណាអាចចងជាប់ហើយទង្វើរបស់គាត់មានច្រើនណាមកពីធ្វើការវិញដោះអាវឲ្យដោះស្បែកជើងឲ្យដោះស្រោមជើងឲ្យគ្រប់សពហើយពាក់ព័ន្ធជាមួយញ៉ាំបាយអីត្រីអីសាច់អីគាត់បេះឲ្យយើងរហូតមិនដែលពិបាកទៅបេះឆ្អឹងបេះអីអូនិយាយទៅយុទ្ធសាស្ត្រមានច្រើនមិនមែនមានតែមួយណាច្រើនណាមិនតែម៉ាសាបាត់ជើងណានិយាយតែមួយមកមានច្រើនអញ្ចឹងបានបើសិនជាខ្ញុំយល់បានន័យថាគឺជាការប្រតិបត្តិជាប្រចាំនៅក្នុងនោះមានសកម្មភាពតូចដូចជាម៉ាសាបាត់ជើងម៉ាសាជើងតាត់កញ្ចក់ដោះស្បែកជើងពាក់អាវដោះខោអស់ភាពចាំខោជាទូទៅបើសិនជាក្នុងក្រុមគ្រួសារយើងកសាងអត់បានល្អកិច្ចការផ្សេងក៏ទៅមកអត់រួចដែរគ្រួសារសំខាន់គ្រួសារសុភមង្គលបានកិច្ចការផ្សេងវាដើរទៅរលូនបានបើយើងមានការងារធ្វើក្រៅល្អក៏ប៉ុន្តែក្នុងក្រុមគ្រួសារយើងវាមានបញ្ហាមិនចុះសម្រុងគ្នាកិច្ចការផ្សេងហាក់បីដូចជាអត់ន័យអត់ខ្លឹមសារហើយអាចបរាជ័យច្រើនបងអើយគឺរូបអូននេះហើយព្រំលិខិតបានចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចាព្រាមរាជាគូនឹងថ្លៃគូព្រេងអូនអើយគឺរូបបងនេះហើយស្នេហ៍ដែលអូនស្រមៃហាត់ថាប្រុងស្ងួនសែនកងក្តៅពេកក្រៃប៉ុនពព្រេងនិស័យបណ្ដាលឲ្យយើងជួបគ្នាស្នេហាយើងមិនមែនใจដន់បងតែបន់ស្រន់ចងជួបគ្រប់គ្រាព្រៀបបានមិនឆាហើយនឹងគូគីមិនអាចឃ្លាតឃ្លាគ្រប់ពេលនិនទ្រាចង់គៀងកាយម្ចាស់ជីវិតបងរៀមសូមថ្នម
ត្រកងអោរាបងជាខ្នើយយើងនៅក្បែរគ្នាក្រុមគ្រាមិនឃ្លាតឡើយព្រមលិខិតចាស់ហើយគូយើងគឺជាគូព្រេងបងអើយគឺរូបអូននេះហើយព្រមលិខិតបានចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចាព្រាមរាជាគូនឹងថ្លៃគូព្រេងអូនអើយគឺរូបបងនេះហើយស្នេហ៍ដែលអូនស្រមៃហាត់ថាប្រងស្ងួនសែនកងក្តៅពេកក្រៃមុនពព្រេងនិស័យបណ្ដាលឲ្យយើងជួបគ្នាស្នេហាយើងមិនមែនใจដន់បងតែបន់ត្រន់ចងជួបគ្រប់គ្រាព្រៀបបានមិនឆាហើយនឹងគូគីមិនអាចឃ្លាតឃ្លាគ្រប់ពេលនិនទ្រាចង់គៀងកាយម្ចាស់ជីវិតបងរៀមសូមថ្នមត្រកងអោរាបងជាខ្នើយយើងនៅក្បែរគ្នាក្រុមគ្រាមិនឃ្លាតឡើយព្រមលិខិតចាស់ហើយគូយើងគឺជាគូព្រេងឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈគូព្រេងបងអើយគឺរូបអូននេះហើយព្រមលិខិតបានចាត្រឡប់ទៅរឿងជូរចត់វិញម្ដងបន្ទាប់ពីរៀបការហើយបងធ្លាប់មានជួបវិបត្តិរឿងរ៉ូស៊ីឬក៏រឿងស្អីគ្រូសារអីណាមួយទេបងធ្លាប់មានអាចចែកដីបានកាល2007ហ្នឹងមានដូច2008ហ្នឹងមានជួបហេតុការណ៍ដូចវិបត្តិសេដ្ឋកិច្ចម្ដងដល់ពេលវិបត្តិសេដ្ឋកិច្ចហ្នឹងផ្ទះយើងអត់ភ្ញៀវបានចាដល់ពេលផ្ទះយើងអត់ភ្ញៀវចំណូលមកតិចតែចំណាយច្រើន
គ្រប់សពទាំងអស់បុគ្គលិកស្អីកូនរៀនកូនអីឲ្យកូនរៀនមួយសិតតែម្នាក់រៀនចិនរៀនអង់គ្លេសឲ្យកូន2បងដូចថាវាការចំណាយនោះវាច្រើនមុខណាបាទដល់ពេលច្រើនមុខចឹងទៅហើយរយៈពេលយូរយើងត្រូវកាំងយើងត្រូវខ្វាយខ្វល់យើងត្រូវព្រួយអាជីវកម្មមានបញ្ហាវិបត្តិផ្នែកចរន្តចាចំណាយច្រើនចំណូលតិចតែពេលនោះតំណងស្នេហាបោះបង់នឹងបងប្អូនយ៉ាងម៉េចដែររកុសរកម្មធ្លាក់ចុះឬក៏ដដែលឬក៏កើនរាល់សកម្មភាពរាល់កាយវិការប្តីធ្វើហ្នឹងគឺចាប់ផ្ដើមប្រយ័ត្នចាប់ផ្ដើមបន្តឹងដូចថាទិញអីធ្វើអីត្រូវសួរយើងសិនអញ្ចឹងណាសួរយើងឲ្យបានច្រើនជាងមុនពេលយើងរកបានសួរខ្លះមិនសួរខ្លះក៏អត់បញ្ហាតែដល់ពេលសេដ្ឋកិច្ចរៀងពិបាកប្តីទិញអីមួយចូលផ្ទះគឺទិញមិនសួរមានរឿងយើងអាចនិយាយថាចេះបានពេលដែលមានវិបត្តិតំណងស្នេហាអត់សូវផ្អែមល្ហែមអត់សូវផ្អែមហ្មងនេះតែគ្រាន់តែថានៅតែគោរពនៅតែស្រឡាញ់នៅតែធ្វើកាយវិការនឹងដដែលអាជីវកម្មហើយនឹងតំណងស្នេហាបងគិតថាគួរតែបែងចែកដាច់ពីគ្នាឬក៏អានឹងវាអត់អាចបែងចែកដាច់ទៀតនៅពេលដែលបងមានបញ្ហាបែងចែកអត់ដាច់ទេគឺពីរហ្នឹងត្រូវដើរទន្ទឹមគ្នាពេលដែលមានបញ្ហាហ្នឹងគឺអត់ឲ្យបញ្ហាហ្នឹងរៀលទៅជាធំទេគ្រាន់តែមានការអាអន់ចិត្តតិចតួចហើយចុងការក្នុងការយើងខ្វាត់ហ្នឹងក្នុងហ្នឹងក៏មិនមែនត្រូវគ្រប់រឿងដែរចុងការគ្រាន់ឃើញប្តីកាន់របស់មកពីចងាយអញ្ចឹងចាប់ផ្ដើមទម្លាក់ទឹកមុខហើយតែក្នុងផ្ទះរបស់ហ្នឹងត្រូវការប្រើស្រាប់តែថ្ងៃមួយហ្នឹងបន្ទោសគាត់ហើយស្រាប់ដល់ពេលត្រូវការបានរបស់ហ្នឹងឯងដែលគាត់ទិញមកប្រសិនបើវិបត្តិសេដ្ឋកិច្ចនឹងអស់បន្លាយយូរបងគិតថាអាចនឹងមានរឿងប្រឆាំងនៅក្នុងគ្រួសារសម្រាប់បងប្រាប់ខ្លួនឯងថាអត់ឲ្យប្រឆាំងកើតទេព្រោះហេតុអីមានកូនត្រូវមានឪពុកផ្ទះសម្បែងត្រូវមានប្តីត្រូវមានក្រុមគ្រួសារអញ្ចឹងហើយទោះបីលំបាកប៉ុណ្ណាក៏ដោយពិបាកប៉ុណ្ណាក៏ដោយអាហ្នឹងយើងត្រូវតែមានគាត់នៅក្បែរយើងអញ្ចឹងនៅតែលួងលើកទឹកចិត្តថាយើងពិបាកមិនយូរទេខ្ញុំស្ដាប់អំពីសកម្មភាពល្អរបស់បងទៅលើបងប្រុសច្រើនចឹងខ្ញុំចង់ស្ដាប់អំពីចំណុចល្អរបស់បងប្រុសវិញគាត់សំខាន់ខ្លាំងត្រង់គាត់ដោយអត់ដែលមានធ្វើខុសដោយការដែលយើងសម្គាល់កត់ត្រាទុកចាំមើលគាត់ក្រៃលោគាត់អញ្ចឹងមែនហ្នឹងវាអត់មានតតែសោះយើងទេអ្នកកត់ទុកគាត់ខ្លួនឯងភាពកក់ក្ដៅគឺគាត់ពេលណាលំបាកដោយថាលំបាកអញ្ចឹងពេលឆ្នាំណាខ្លះត្រូវកាត់បន្ថយក្មេងខ្មាំងហើយអត់មានក្មេងខ្មាំងច្រើននៅក្នុងផ្ទះហើយដោយថាធ្លាប់15នាក់អញ្ចឹងកាត់នៅសល់7នាក់ពេលដែលអត់មនុស្សនោះគឺគាត់រឹបកាន់តែខ្លាំងហ្មងគាត់បញ្ចេញអាការជួយហ្នឹងគាត់ប្រឡែងដោយថាកន្លែងធ្វើការអញ្ចឹងគាត់ឆ្លៀតទៅអញ្ចឹងគាត់ទៅអញ្ចឹងមើលតែឱកាសថាកន្លែងធ្វើការអាចមកបានហើយគាត់ឡប់មកផ្ទះគាត់រ៉ាប់ដូចថាជំនួសដេញបុគ្គលិកយើងតិចបាទគាត់រ៉ាប់ទៅយកកូនចំណុចពិសេសមួយទៀតត្រង់ថាគាត់ស្រឡាញ់ក្រុមគ្រួសារស្រឡាញ់ម្ដាយស្រឡាញ់ក្រុមគ្រួសារខ្ញុំគាត់យកមកមើលថែទាំងអស់ទោះបីថាម៉ាក់គាត់មានមុខរបរគាត់អាចរស់បានដោយខ្លួនឯងក៏ដោយក៏គាត់នៅមើលពីលើហកម៉ាក់ត្រូវធ្វើអីម៉ាក់ត្រូវទិញដីម៉ាក់ត្រូវធ្វើអីឯកសារគាត់នៅតាមបំពេញតាមធ្វើសម្រាប់រឿងរបស់ម៉ាក់បងនៅក្នុងទស្សនៈចាស់ពីដើមមួយចំនួនតែងតែប្រាប់កូនតែងតែបដៅកូនជាពិសេសនៅពេលដែលរៀបការថាធ្វើយ៉ាងម៉េចកុំឲ្យប្តីលើយើងធ្វើម៉េចយើងត្រូវគោរពប្តីអញ្ចឹងទស្សនៈបែបហ្នឹងសម្រាប់បងវិញបងយល់យ៉ាងណាដែរចំពោះខ្ញុំអត់ឯកភាពទេខ្ញុំអត់ឯកភាពព្រោះអីខ្ញុំគិតថាមនុស្សម្នាក់មិនអាចឈ្នះគ្រប់រឿងទេគឺត្រូវតែទទួលពេលណាត្រូវចាញ់គឺត្រូវចាញ់ពេលណាដែលត្រូវឈ្នះគឺត្រូវតែឈ្នះរឿងខ្លះដាច់ខាតគឺយើងត្រូវតែឈ្នះបើយើងមិនឈ្នះគាត់ក្នុងពេលហ្នឹងគឺគ្រួសារនឹងអាចដូចថាមានបញ្ហាដោយសារតែយើងព្រមចាញ់គាត់ហ្នឹងព្រោះយើងដឹងថាតែចាញ់គឺបរាជ័យហើយគ្រួសារយើងអញ្ចឹងយើងត្រូវតែឈ្នះតែពេលណាខ្លះអូយើងឈ្នះអត់បានទេឈ្នះខុសយើងត្រូវតែគិតអញ្ចឹងចា៎ចុះចំណុចដែលថាយើងត្រូវឈ្នះប្តីហ្នឹងចំណុចណាមួយឈ្នះដើម្បីជោគជ័យក្នុងគ្រួសាររបស់យើងចាចំណុចដែលឈ្នះហ្នឹងមានយើងរទទួលទានអញ្ចឹងដោយគាត់មានមិត្តភ័ក្តិគាត់មានធ្វើការអញ្ចឹងគេប្រមូលទៅបើកដូចថាឥឡូវទៅរកស៊ី
យកលុយហ្នឹងទៅដាក់វិនិយោគលើស្អីមួយតែយើងជាប្រពន្ធនេះគឺភ្នែកយើងមុតគឺយើងអាចដឹងថារឿងដែលគេបបួលគាត់ទៅហ្នឹងគឺបរាជ័យគឺលុយហ្នឹងយកទៅក្បត់ចោលហើយយើងអាចដឹងមុនអញ្ចឹងហ្មងដល់ពេលអញ្ចឹងទៅគាត់នៅតែស្ដាប់យើងអត់បានគាត់ថាទេទៅដឹងតែចំណេញហើយអូនឯងកុំខាត់បងអញ្ចឹងពេលយើងហាមខាត់គាត់អញ្ចឹងគាត់នៅតែចង់ទៅតែយើងដាច់ខាតយើងថាយើងមានលុយតែប៉ុណ្ណឹងតើអស់ប៉ុណ្ណឹងអស់អញ្ចឹងយើងនៅតែមិនអោយទៅនឹងរឿងហ្នឹងចាសម្រាប់បងប្រុសវិញ33ឆ្នាំដែលបងរស់នៅជាមួយគ្នាមកដល់ថ្ងៃនេះបងគិតថានៅមានចំណុចដូចថាគួរតែបំពេញបន្ថែមសម្រាប់បងស្រីឬក៏គួរសារបងគិតថានៅមានហើយបើសិនជាមានជាចំណុចអីខ្លះឥឡូវនេះបច្ចុប្បន្ននេះយើងដើរដំណើរជីវិតទៅបានពាក់កណ្ដាលហើយបើនិយាយពីជោគជ័យគឺអត់តាមជោគជ័យទេក៏ប៉ុន្តែពាក់កណ្ដាលនេះយើងបានឆ្លងកាត់ឧបសគ្គច្រើនអញ្ចឹងយើងនៅទ្រាំទ្រនៅកាន់ដៃគ្នាបន្តមកដល់ពេលនេះអញ្ចឹងបើឈានទៅដល់អនាគតក៏យើងនៅតែអនុវត្តវិធីសម្របសម្រួលនិងត្រូវស្គាល់ចិត្តស្គាល់ថ្លើមនេះបន្តទៀតពីនោះមកដល់នេះយើងបានបើកអាចកំបាំងប្រាប់ទៅគាត់ការខ្វះខាតកន្លងមកអញ្ចឹងដើម្បីកុំឲ្យមានអាចកំបាំងនឹងបន្តទៀតឲ្យយល់ចិត្តគ្នាទៀតទៅអនាគតយើងត្រូវតែបំពេញបន្ថែមយើងត្រូវប្រាប់អំពើល្អដល់គាត់ហើយគាត់គួរធ្វើនេះល្អធ្វើនោះល្អធ្វើនេះមិនល្អចំពោះគាត់ប្រាប់ខ្ញុំច្រើនណាខ្ញុំក៏មិនមែនថាធ្វើត្រូវដែរតែគាត់ពលាអាចកំបាំងភាកច្រើនបងឯងគួរអញ្ចេះបងឯងជួយអញ្ចេះសូម្បីតែគាត់ច្បាច់ជើងច្បាច់ដៃឲ្យខ្ញុំហ្នឹងក៏ខ្ញុំអត់បាននឹកឃើញថាគួរធ្វើម៉េចតបទៅគាត់វិញដែរគាត់ទេអ្នកប្រាប់អូនផងច្បាច់ដៃច្បាច់ជើងគាត់ថាងើបទៅថើបមកខ្សើទេអត់ទេអញ្ចឹងគាត់ទេអ្នកប្រាប់អញ្ចឹងយើងត្រូវតែអនុវត្តតាមងើបទៅគាត់មកច្បាច់ដៃច្បាច់ជើងហើយយើងងើបទៅយើងត្រូវតែផ្ដល់សេចក្តីស្រឡាញ់ដល់គាត់ស្រឡាញ់តែគាត់អត់ថាយើងបើគាត់មិនស្រឡាញ់មិនគាត់រ៉ាប់រងនៅក្នុងផ្ទះអញ្ចឹងតែគ្រាន់តែចង់ឲ្យគាត់ចេះចង់ឲ្យគាត់ចេះអាហ្នឹងព្រោះយើងវាចូលតួនៅក្នុងសភៅរឿងហើយតែដល់ពេលឥឡូវអត់ទេព្រោះដឹងថាជីវិតរវល់នឿយហត់អត់ខ្លះអីខ្លះទៅទទួលយកទៅអញ្ចឹងប៉ុណ្ណឹងគាត់ល្អប៉ុណ្ណឹងសម្រាប់យើងនឹងហៅថាយើងសំណាងទៅហើយមានពេលខ្លះចង់សងគុណគាត់វិញឧទាហរណ៍ថាឥឡូវគាត់ទៅញ៉ាំអីទៅញ៉ាំការមួយមិត្តភ័ក្ដិអញ្ចឹងទៅញ៉ាំការហើយមិនមែនត្រឹមទៅញ៉ាំការទេហួសទៅតាណាបហួសពីការនឹងទៀតវាអត់ទាន់អស់ចំហាយអញ្ចឹងណាដល់ទៅពេលហើយរឿងយប់ជ្រុលខ្លួនគាត់ហ្នឹងអត់សុំយើងទេឲ្យមិត្តភ័ក្ដិសុំជំនួសក្នុងចិត្តខ្ញុំរកឱកាសនឹងសងគុណគាត់ផងពេលដែលយើងបានជោគជ័យត្រឹមប៉ុណ្ណឹងយើងគិតថាបើគ្មានគាត់ក៏យើងទៅអត់កើតដែរទទួលមានគេមកទូរស័ព្ទសុំថាបងស្រីផាតថ្ងៃហ្នឹងញ៉ាំរៀងយូរបន្តិចហើយមិនបានមកផ្ទះទេអញ្ចឹងណាសូមបងកុំបារម្ភនៅជាមួយខ្ញុំទេខ្ញុំនិយាយថាមិនអីទេបងញ៉ាំចោះអញ្ចឹងណាហើយបើសិនជាញ៉ាំជ្រុលកុំមកផ្ទះខ្លាចគ្រោះថ្នាក់តាមផ្លូវហើយណាមួយគាត់ពីដើមមកក៏មិនដែលដើរចោលផ្ទះចោលអីឲ្យខ្ញុំពិបាកដែរមិត្តភ័ក្ដិហ្នឹងយកពាក្យហ្នឹងទៅនិយាយនៅក្នុងវងហ្នឹងហើយខ្ញុំនឹងអត់ដឹងទេអត់ដឹងថាមិត្តភ័ក្ដិហ្នឹងយកទៅនិយាយក្នុងវងហ្នឹងទេគាត់មកផ្ទះវិញគាត់មកសួរយើងគាត់ថាអូនឯងមាននិយាយជាមួយគេថាអញ្ចឹងអត់អញ្ចឹងអូននិយាយមែនតើអូននិយាយអញ្ចឹងអូននិយាយអញ្ចឹងមែនតើព្រោះអូនខ្លាចថាបងញ៉ាំស្វឹងទៅបងជិះឡានមកគ្រោះថ្នាក់តាមផ្លូវហើយអាហ្នឹងហើយគឺជាទង្វើដែលខ្ញុំសងគុណគាត់
ិតបានចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចាព្រាមរាជាគូនឹងថ្លៃយើងមិនមែនใจដន់បងតែបន់ស្រន់ចងជួបគ្រប់គ្រាបានមិនឆាបានមិនឆាហើយនឹងគង់មិនអាចឃ្លាតឃ្លាគ្រប់ពេលនឹងត្រីចង់គៀងកាយម្ចាស់ជីវិតបងរៀមសូមថ្នមត្រកងអោរាបងជាខ្នើយយើងនៅក្បែរគ្នាក្រុមគ្រាមិនឃ្លាតឡើយព្រមលិខិតចាស់ហើយគូយើងគឺជាព្រេងឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈគូព្រេងបងអើយរូបអូននេះហើយព្រមលិខិតបានចា ខ្ញុំមានមោទនភាពដែលបានលោកស្រីទាំងពីរអញ្ជើញយើងខ្ញុំមកចូលរួមនៅក្នុងកម្មវិធីគូព្រេងព្រឹត្តនេះគឺសប្បាយណាស់សប្បាយរហូតដល់គេមិនលក់រងចាំថ្ងៃឲ្យឆាប់មកដល់ថ្ងៃនឹងឡើងមកនិយាយហ្នឹងគឺថាកុំឲ្យក្មេងៗចំនួនក្រោយហ្នឹងគាត់នៅក្មេងគាត់ស្អាតគាត់ឆ្លាតគាត់ប្រកែហើយគាត់មានមោទនភាពហួសហេតុគាត់ត្រារាល់ដំណើររបស់ប្តីហ្នឹងហួសហេតុអញ្ចឹងវាខាតពេលខឹងអត់ប្រយោជន៍អញ្ចឹងហើយយើងស្អាតយើងប្រកែយើងគោរពប្រតិបត្តិទៅហើយយើងកុំគិតថាគោរពប្រតិបត្តិហ្នឹងវាអត់ជោគជ័យតែយើងធ្វើឲ្យអស់ចិត្តបើយើងមិនជោគជ័យយើងប្រាប់ខ្លួនឯងថាយើងគ្មានវិបដិសារីអញ្ចឹងហើយបានមានកម្មវិធីហ្នឹងមកគឺថាជួយសັບជួយតាំងពីបង្ហាញសម្លៀកបំពាក់បង្ហាញតាំងពីស្នាដៃជាងចម្លាក់អញ្ចឹងណានឹងចំណេះដឹងវប្បធម៌អរិយធម៌អីជួយបានច្រើនណាស់បើនិយាយទៅច្រើនណាស់ច្រើនមែនតើចានាងខ្ញុំសូមអរគុណលោកស្រីចាខ្ញុំគិតថាជាចុងក្រោយខ្ញុំសូមអរគុណបងមែនតើចំពោះការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចែករំលែកនៅបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងរាល់បទពិសោធន៍របស់បងចែករំលែកនៅពេលនេះខ្ញុំគិតថាពិតជាល្អហើយសម្រាប់គ្រូស្វាមីភរិយាក្មេងៗដែលគិតថាជាយុទ្ធសាស្ត្រមួយដែលយើងគួរសាកបងយើងគួរសាកល្បងដែរអនុវត្តតាមគូរបស់បងប្រុសបងស្រីចា៎គាត់តែម៉ាស្សាបាត់ជើងម៉ាស្សាជើងធ្វើឲ្យប្តីគឺដូចថាទៅណាមិនរួចយើងគួរតែអនុវត្តតែនេះគាត់ជាសកម្មភាពមួយទេ
ដែលបញ្ជាក់អំពីការគោរពប្រតិបត្តិទៅលើស្វាមីលោកលោកស្រីនាងកញ្ញានិង fan ទាំងអស់ជាទីគោរពស្រឡាញ់ដោយកម្មវិធីរបស់យើងដល់ពេលវេលាខ្ញុំបាទទាំង4នាក់សូមគោរពបាទសូមគោរព មិនឃ្លាតឡើយ ព្រមលិខិតចាស់ហើយ គូយើងគឺជាគូព្រេង ឧបត្ថម្ភធំដោយកោះស្លាកែតស្ទូឌីយោរមណីយដ្ឋាននិងស្ទូឌីយោវប្បធម៌ធម្មជាតិសហការឧបត្ថម្ភដោយផ្សារ Shop and Luck ផ្សារ$1ទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មានគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ